chua là hết យ៉ា យើងសួរថាបើយើងជួលផ្ទះគេយើងជួលដល់ពេលណាទៅគឺយើងសម្លឹងមើលវិនិយោគរយៈពេលវែងនេះយើងវិនិយោគអាហ្នឹងបានន័យថាយើងធ្វើអាហ្នឹងគឺដើម្បីកាត់បន្ថយហានិភ័យខាងលើពីរ ជំរាបសួរសូមស្វាគមន៍មកកាន់ Cherry Podcast ហើយអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនឹងយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាតែវាពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃដែលកំពុងតែនឹងធ្លាក់ចុះខ្លាំងមែនទែនអស់រយៈពេលជិត10ឆ្នាំមកហើយតាំងពីជំនាន់ COVID រហូតមកដល់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនហើយក្រោយមកទៀតសង្គ្រាមនៅព្រំដែនយើងក៏ដូចជាឥឡូវថ្មីនេះក៏មានសង្គ្រាមអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ដែរអញ្ចឹងសេដ្ឋកិច្ចយើងគឺកាន់តែតានតឹងហើយចំណូលរបស់យើងកាន់តែពិបាកក្នុងការរកដើម្បីស្រាយចង្អុលមួយចំនួនថ្ងៃនេះខ្ញុំបានអញ្ជើញបងវិសាលដែលជា Chief Financial Officer នៅក្រុមហ៊ុន Cherry មកធ្វើការបកស្រាយសំណួរមួយចំនួនដែលខ្ញុំនឹងធ្វើការសួរទៅកាន់គាត់សួស្តីបងបាទជំរាបសួរបាទអញ្ចឹងបងសូមជួយណែនាំទៅកាន់ទស្សនិកជនសិនបងខ្ញុំឈ្មោះអ៊ុំវិសាជានាយកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Cherry បងដោយសារតែមួយរយៈនេះខ្ញុំឃើញក្រុមហ៊ុនយើងមានទៅធ្វើការបញ្ចុះ Business Update Q2 ហើយមានការរវល់ការងារអីច្រើននិយាយទៅរវល់គួរសមដែរពីចូលឆ្នាំមកវិញដូចជាការលើកឡើងព្រឹត្តិការណ៍កើតឡើងបន្តគ្នាត្រូវរៀបចំយុទ្ធសាស្ត្រឡើងវិញសម្រាប់ត្រីមាសទី2និងត្រីមាសទី3នេះអញ្ចឹងមកខាត់ពេលយូរទស្សនិកជនយើងចង់ដឹងប្រធានបទយើងដែរខ្ញុំចង់សួរតកតមួយសំណួរ personal ខ្ញុំសិនដោយសារតែមួយរយៈក្រោយនេះខ្ញុំសំលុយបានរៀងច្រើនដែរមិនច្រើនខ្លាំងតែគ្រាន់តែមកគ្រាន់បើអញ្ចឹងខ្ញុំចង់សួរបងថាខ្ញុំត្រូវវិនិយោគលើអីបន្តទិញអីបន្តឬមួយក៏ខ្ញុំគួរតែសំថែមសិនអរគុណសម្រាប់សំណួរហើយសំណួរល្អបើតែមុនបងឆ្លើយសំណួរកក្កដាបងសូមបកក្រោយបន្តិចជាទម្លាប់ប្រជាជនខ្មែរយើងចូលចិត្តសន្សំលុយតែការសន្សំហ្នឹងគឺសន្សំបែបប្រពៃណីមានលុយយើងញាត់កូនឈោកយើងទុកក្រុមខ្នើយឬក៏យើងទុកក្នុងទូអញ្ចឹងទៅបាទអញ្ចឹងទម្លាប់សន្សំគឺជាទម្លាប់ល្អក៏ប៉ុន្តែការសន្សំហ្នឹងយើងត្រូវសន្សំវាជាឲ្យវាមានភាពឆ្លាតវៃការសន្សំបែបប្រពៃនេះវាមានហានិភ័យពីរទី1ហានិភ័យតាក់ទងជាមួយនឹងអតិផរណាអតិផរណាបានន័យថាការកើនឡើងតម្លៃរួមទៅលើទំនិញកត្តាទី2គឺកត្តាធ្លាក់ចុះនៅតម្លៃលុយដុល្លារយើងដឹងហើយនៅស្រុកខ្មែរយើងចាយលុយដុល្លារអាមេរិកអញ្ចឹងយើងពឹងទៅលើគោលនយោបាយសេដ្ឋកិច្ចផងអាមេរិកយើងដឹងអាមេរិកថ្ងៃហ្នឹងគាត់មានសង្គ្រាមគាត់ចាយលុយច្រើនហើយគាត់ជាពាក់បំណុលសាធារណៈច្រើនអញ្ចឹងសួរថាគាត់បានលុយពីណាយកមកសងគេហើយចាយគឺគាត់បោះលុយថែមបើបានអញ្ចឹងបានន័យថាការសន្សំយើងត្រូវធ្វើការសន្សំដោយបែបដោយមានភាពឆ្លាតវៃអញ្ចឹងសួរថាការសន្សំដោយឆ្លាតវៃធ្វើមិនថាយើងសន្សំផងយើងត្រូវរៀនវិនិយោគផងវិនិយោគគូវិនិយោគលើអីបងបើសិនណាជាខ្ញុំមិនដឹងមែនព្រោះអីតើតង់មើលវិនិយោគដោយសារតែឥឡូវវាមានច្រើនរបៀបក្នុងការវិនិយោគអញ្ចឹងខ្ញុំមិនដឹងថាគួរចាប់អ្វីណាបងបាទសួរថាតើត្រូវវិនិយោគលើអីយើងត្រូវមើលលើមនុស្សពីរក្រុមមានមនុស្សមួយក្រុមបើថាគាត់ជាមនុស្សដែលមានចំណូលមិនថិតថេរទេចំណូលគាត់វាថាលេចមិនដែរអញ្ចឹងអ្នកហ្នឹងគាត់អត់គួរវិនិយោគទេប៉ុន្តែទៅលើមនុស្សមួយក្រុមទៀតណាដូចចក្រដានិយាយមកអញ្ចឹងធ្វើការយើងមានចំណូលថេរហើយយើងមានលុយសន្សំខ្លះតិចតួចអ្នកហ្នឹងដែរត្រូវតែវិនិយោគអញ្ចឹងសួរថាវិនិយោគទៅលើអីវិនិយោគនិយាយទៅគឺយើងសម្លឹងមើលវិនិយោគរយៈពេលវែងឋានភាពយើងអាចថាវិនិយោគរយៈពេលខ្លីយើងមើលទៅលើប្រភេទគេហៅថា asset ពីរប្រភេទ soft asset ហើយនិង hard asset ទ្រព្យទុននិងទ្រព្យរឹងទុនហ្នឹងដូចជាយើងទិញបានពាក្យហ៊ុនឬក៏បានបំណុលរដ្ឋាភិបាលណាអាហ្នឹងតែបើយើងមានតែវាអត់ទលំទលាយនៅស្រុកគេមានច្រើនទី2ទៅលើក្រុមទ្រព្យរឹងណាយើងហៅ hard asset ហ្នឹងពួកហ្នឹងគឺជាទ្រព្យដែលយើងអាចការ physical យើងអាចមើលឃើញស្ទាបបានហើយសំខាន់ប៉ុណ្ណឹងគឺវាកម្របានថាវាអត់កើតឡើងវិញឬក៏កើតឡើងវិញតិចតួចពួកហ្នឹងគឺមានដូចជាដីផ្ទះឬក៏មាសហ្នឹងអញ្ចឹងខ្ញុំសុំកាត់បងតិចមកឃើញថាបងបកស្រាយមកវាច្រើនបងនិយាយមុនហ្នឹងមិញខ្ញុំនឹកឃើញ soft asset មាន bond មាន stock ភាគហ៊ុនអីចឹងទៅប៉ុន្តែខ្ញុំចង់ដឹងថាបញ្ហាមួយណាដែលវា effective ជាងគេក្នុងស្ថានភាពដែលគេហៅថា uncertainty មិនពិតប្រាកដឥឡូវនេះជាទូទៅគឺការវិនិយោគគេមើលទៅលើការវិនិយោគរយៈពេលមធ្យមនិងវែងហើយពីវិនិយោគហ្នឹងទៅលើ hard asset នៅក្នុងនោះវាមានដូចជាវិនិយោគទៅលើដីផ្ទះឬមាសអីចឹងទៅព្រោះថា between ពីរហ្នឹងយើងវិនិយោគបែបម៉េចតែវិនិយោគមាសឥឡូវវា value វាថ្លៃដែរហើយមាសយើងវិនិយោគអាហ្នឹងបានន័យថាយើងធ្វើអាហ្នឹងគឺដើម្បីកាត់បន្ថយហានិភ័យខាងលើពីរនោះតែផលណាហើយហ្នឹងធ្លាក់ចុះនៃលុយដុល្លារព្រោះមាសវាមិនប្រែប្រួលទៅលើអាហានិភ័យទាំងអស់នោះទេប៉ុន្តែវាអត់អាច generate ផ្សេងបានពីហ្នឹងឬក៏យើងអាចយកពាក់លម្អប៉ុន្តែបើសិនយើងទិញផ្ទះយើងអាចទិញផ្ទះពេលយើងទិញមកយើងអាចដាក់ជួលណាយកចំណូលបន្ថែមឬក៏ធ្វើការរកស៊ីនៅលើផ្ទះហ្នឹងបានចំណូលបន្ថែមហើយពេលដែលយើងទុករយៈពេលវែងវានឹងកើននៅតម្លៃព្រោះវាជាធនធានកម្រដូចកាលពី5ឆ្នាំមុនទេផ្ទះ
គេយើងទិញដូច$4-50000ឡើយយើងទិញអត់បានទេ នៅពេលដែលបងប្រាប់ថាគួរតែមើលទៅលើផ្ទះហ្នឹងខ្ញុំនឹកឃើញមួយថាយើងអាចដាក់ជួលតក៏បានឬមួយក៏អាចធ្វើអាជីវកម្មផ្សេងក៏បានដែរបើសិនណាជានៅទីប្រជុំជនដូចនៅកន្លែងយើងស្រាប់ខ្ញុំចូលទៅដល់តាក់ទងជាមួយនឹងទិញផ្ទះហ្នឹងខ្ញុំឃើញមានអ្នកខ្លះគាត់ខ្លាចតែបងតាក់ទងមួយទិញផ្ទះហ្នឹងគាត់ខ្លាចហើយគាត់បារម្ភគាត់ខ្លាចថាអត់មានលុយដុំទៅទិញផ្ទះហើយអ្នកខ្លះទៀតគាត់ខ្លាចមួយទៀតថារលុយអត់ទាន់ទៅបង់ឲ្យធនាគារ តាមពិតបងក៏ឃើញមានច្រើនដែរអ្នកដែលខ្លាចហើយនិងអ្នកបារម្ភតែគាត់គិតថាចិត្តកិនទៅល្អអញ្ចឹងណាគាត់ចង់ទុកលុយទុកអីអត់អ្នកដែលខ្លាចទាំងអស់ហ្នឹងពេលខ្លះគាត់នៅបន្តជួលផ្ទះគេជួលរហូត យើងសួរថាបើយើងជួលផ្ទះគេយើងជួលដល់ពេលណាយើងសួរខ្លួនណា5ឆ្នាំទៀត10ឆ្នាំទៀតហ្នឹងហើយបើយើងនៅផ្ទះជួលគេដូចកាក់កណ្ដាលនៅផ្ទះជួលអញ្ចឹងស្រឡាញ់កូនគេទៅដណ្ដឹងកូនគេឲ្យកូន បាទតិចមើលគេឲ្យតែពិបាកតិចបាទ អញ្ចឹងយើងបកមកវិញនៅក្នុងស្ថានភាពនេះសំបីតែធនាគារក៏គាត់ជួបផលលំបាកគាត់ត្រូវភ្ញៀវច្រើនអញ្ចឹងគេហៅថានៅក្នុងស្ថានភាព survival ណាដើម្បីរស់បានធនាគារគឺគាត់គួរប្រជែងខ្លាំងព្រោះធនាគារស្រុកខ្មែរយើងច្រើនអញ្ចឹងគឺគាត់ត្រូវតែប្រកួតប្រជែងតាមអ្វីដែលបានបងដឹងធនាគារខ្លះឲ្យកម្ចីរហូតដល់30ឆ្នាំហើយការប្រាក់តែ6%ដែលពីមុនយើងអត់មានពីមុនដូចជា10%សម្រាប់បងក្នុងស្ថានភាពហ្នឹងវាជាឱកាសដែលយើងអាចធ្វើការវិនិយោគបើសិនជាយើងខ្វះដើមទុនយើងអាចធ្វើកម្ចីធនាគារដែលមានការប្រាក់ទាបមែនទេហើយអ្នកដែលចាំបើថាចាំមើលស្ថានភាពល្អធនាគារគេឡើងហ្នឹងហើយគេឡើងការប្រាក់ដែលល្អហ្នឹងហើយបាទអញ្ចឹងយើងចំណាយលើការនឹងកាន់តែតាក់ទងជាមួយនឹង culture យើងពីពេលនេះបើសិនជាយើងមានផ្ទះហ្នឹងអាចមានឡានអីទៅស្រួលបាទ សម្លឹងមើល culture ហ្នឹងពេលដែលឥឡូវអត់អីទេតែនៅពេលដែលថ្ងៃមុខទៀត4-5ឆ្នាំទៀតចុះពួកម៉ាយគេមានឡានទាំងអស់គ្នាគេមានផ្ទះទាំងអស់គ្នាយើងចូលចំណោមគេយើងចូលចំណោមគេយើងនៅផ្ទះជួលហើយយើងជិះម៉ូតូទៅធ្វើការរងថ្ងៃទៀតបើថាម៉ូតូថ្មីអត់អីតែ the worst case នៅតែអាចាស់នឹងដែរទៀតកាន់តែពិបាកទៀតការវិនិយោគដែលបងបកស្រាយថាគួរតែទិញផ្ទះអញ្ចឹងខ្ញុំសាំអាប់មកវិញថាក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបែបហ្នឹងនៅពេលដែលយើងទិញផ្ទះអត់មែនជារឿងដែលមួយដែលអាក្រក់ទេវាជារឿងមួយដែលល្អទៅវិញពីព្រោះអីជាពេលដែលយើងត្រូវឆក់យកឱកាសហ្នឹងព្រោះទាំងធនាគារក៏គេសម្រួលសូម្បីតែអ្នកខ្លះអាចនឹងបង់មួយបរិយក៏គេសម្រួលឲ្យគាត់ដែរអេពីសូតនេះយើងចាប់តែប៉ុណ្្នឹងហើយសម្រាប់ខ្ញុំគិតថាទិញផ្ទះនៅក្នុងដំណាក់កាលនេះវាអត់មានអីអាក្រក់ទេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាមានកណិតអីផ្សេងទៀតដែរជួយខមមិននៅខាងក្រោមផងហើយសម្រាប់អេពីសូតក្រោយអ្នកទាំងអស់គ្នាចង់ឲ្យពួកខ្ញុំធ្វើពីអីបន្តទៀតសូមជួយប្រាប់មកខ្ញុំផងដើម្បីបញ្ចប់វីដេអូយើងខ្ញុំជាមួយនឹងបងវិសាលបាទសូមអរគុណសូមជម្រាបលាបាយបាយក្រុមហ៊ុនជីរីរួបរวมរឹងមាំរីកចម្រើន